បាទសួស្តីពុកម៉ែបងប្អូនបាទថ្ងៃនេះយើងមកធ្វើការនិយាយគ្នាបាទនិយាយបន្តិចពុកម៉ែបងប្អូនបាទពីការជួសជុលឬក៏អ្វីដែលពុកម៉ែបងប្អូនផ្សាយបានមកជួសជុលគឺពុកម៉ែបងប្អូនត្រូវត្រៀមអីខ្លះបាទត្រៀមអីខ្លះមិនត្រៀមច្រើនទេពុកម៉ែបងប្អូនបាទត្រៀមច្រើនជាងគេគឺលុយបាទគឺលុយដោយសារអីវ៉ាន់ដែលផ្ញើមកហ្នឹងគឺពុកម៉ែបងប្អូនត្រូវចេញសេវាទាំងទៅទាំងមកអញ្ចឹងគាត់តែសេវាពុកម៉ែបងប្អូននៅក្រៅខេត្តកណ្ដាលឬក៏ពេញគឺ20000បាតហើយពុកម៉ែបងប្អូន20000បាតហើយអញ្ចឹងនៅតម្លៃខ្ញុំធ្វើយកខ្លះទៀតចំណេញខ្លះទៀតអញ្ចឹងពុកម៉ែបងប្អូនត្រូវចាយលុយគួរសមដែរបាទគួរសមដែរហើយដូចនេះបងនៅខាងខេត្តផ្សេងនោះដោយសារជាងខាងនោះអត់មានគ្រឿងម្លាស់ពុកម៉ែបងប្អូនបាទគាត់ផ្ញើមកខាងខ្ញុំអញ្ចឹងគាត់ចាយលុយគួរសមដែរហើយពុកម៉ែបងប្អូនបើជាងមានគ្រឿងម្លាស់អីអាចជួសជុលចិត្តផ្ទះទៅពុកម៉ែបងប្អូនបាទជួសជុលចិត្តផ្ទះទៅចំណេញពុកម៉ែបងប្អូនអញ្ចឹងបាទតែបើអត់មានទេអាចសំងទិញពីខ្ញុំក៏បានឬក៏ផ្ញើវ៉ាន់មកឲ្យខ្ញុំជួសជុលឲ្យក៏បានដែរពុកម៉ែបងប្អូនក៏បានដែរអត់អីទេអាហ្នឹងហើយសម្រាប់អរគុណបងប្រុសបាទបងប្រុសខ្លះបងខ្លះទោះជានៅខាងគាត់ជួសជុលក៏គាត់អត់ជួសជុលដែរគាត់សុខចិត្តចាយលុយឲ្យខ្ញុំជួសជុលឲ្យអញ្ចឹងពុកម៉ែបងប្អូនបាទហើយសម្រាប់ជួសជុលពីខ្ញុំហ្នឹងគឺវាអស់ថ្លៃរៀងថ្លៃបាទរៀងថ្លៃដោយសារអីសេវាទៅមកពុកម៉ែបងប្អូនហ្នឹងគឺពុកម៉ែបងប្អូនជាអ្នកចេញអញ្ចឹងបាទដូចខ្ញុំថាអញ្ចឹងដាច់20000រៀលបាត់ហើយបាទដាច់បាត់ហើយមិនទាន់ដឹងថាអីវ៉ាន់ធ្វើកើតផងគឺដាច់20000រៀលបាត់ហើយបាទនៅបើខ្ញុំយកតែ20000នេះទៀតក៏ពុកម៉ែបងប្អូនចំណាយអស់40000រៀលដែរអញ្ចឹងហើយពុកម៉ែបងប្អូនបាទអញ្ចឹងហើយសម្រាប់អីវ៉ាន់នេះគឺសរុបចុះសរុបឡើងអស់គួរសមដែរដោយសារអីខូច IGB 2គ្រាប់ហើយ IGB 1គ្រាប់ជិត20000ណាពុកម៉ែបងប្អូនបាទជិត20000ហើយ2គ្រាប់ហ្នឹងវានេះហើយវាគួរសមដែរ IGB 2គ្រាប់ IC 1គ្រាប់ទៀតអញ្ចឹងគឺវាគួរសមតែអត់អីទេបងប្រុសដោយសារបងជាអ្នករកបកងអញ្ចឹងបងយកទៅបានតែ1គីឡូហ្នឹងអស់ផងបាទអស់ផងបកងខាងគាត់ហ្នឹងមកលឺថា1គីឡូ30ជាងឬក៏បៀត30តាមត្រីតាមលេខអញ្ចឹងបាទហើយកងធម្មជាតិពុកម៉ែបងប្អូនដឹងហើយតម្លៃប្រកាសជាថ្លៃជាងកងចាំហើយគាត់មែនទេបាទអញ្ចឹងហើយអត់អីទេបាទអត់អីទេគាត់យកទៅរកបកងឥឡូវយើងធ្វើហើយពុកម៉ែបងប្អូនបាទខូច RGB បើខូចដាច់វាអត់មានភ្លើងចេញពុកម៉ែបងប្អូនបាទតែបើខូចជាប់ភ្លើងវាចេញតែប្រើកោតទេបាទដាក់អំពូលគាត់កើតដែរដាក់អំពូលទៅវាអត់មានភ្លើងចេញបាទវាចេញផ្លែតអញ្ចឹងហើយពេលយើងដកខ្សែអំពូលចេញទៅចេញឆ្វាអញ្ចឹងចេញដូចជើងដុំយើងរៀបដៃអញ្ចឹងពុកម៉ែបងប្អូនបាទចេញដុំយើងរៀបដៃអញ្ចឹងតែដល់ពេលយើងធ្វើហើយវាទៅជាភ្លើងណែនវិញបាទទៅជាភ្លើងណែនវិញហើយប្រភេទ RGB ហ្នឹងគឺវាអត់ប្រើកង់ដង់កង់ដង់ចុះទឹកហ្នឹងវាអត់ប្រើទេវាប្រើជាប្រភេទ RGB ហ្នឹងឯងអញ្ចឹងវាឆ្លងកាត់ RGB 2គ្រាប់ឆ្លងកាត់ដងទាំងពីរហ្នឹងមកជួបគ្នាកន្លែង RGB ហ្នឹងឯងភ្លើងណាវានៅទប់មកខាងពោះមកខាងទៀតកន្លែង RGB ហ្នឹងអញ្ចឹងហើយបើវាខូច RGB ហ្នឹងបើវាខូចដាច់ដូចខ្ញុំថាអញ្ចឹងអត់មានភ្លើងទេតែបើវាខូចជាប់គឺមានភ្លើងបាទគឺមានភ្លើងតែប្រើអត់កើតអញ្ចឹងណាបងប្អូនបាទឥឡូវយើងធ្វើការតេស្តហើយជួសជុលហើយដាក់ពូលមើលបាទបើការមិនទាន់ធ្វើវាលើសំឡេងមែនតែដាក់ពូលគឺវាអត់ដើរទេបាទដាក់ពូលអត់ដើរទេតែឥឡូវមើលណាបងប្អូនឃើញថាដើរហើយបាទឃើញថាដើរមកអេមហើយនេះគឺខ្ញុំបរិយភ្លើងអត់ឲ្យវាខ្លាំងពេកណាបងប្អូនបាទហើយជួយខ្ញុំវាអស់ភ្លើងតាមតាមចូលយូរណាបាទឥឡូវគឺវីដេអូមានច្រើនទេមានតែប៉ុណ្្នឹងឯងអរគុណសម្រាប់ពុកម៉ែបងប្អូនដែលជួយគាំទ្របាទមិនថាជួសជុលក៏ដូចជាទិញថ្មីគ្រាន់ថា channel នេះគឺខ្ញុំមិនត្រូវបានបង្ហោះអញ្ចឹងពុកម៉ែបងប្អូនអរគុណជំរាបលា